បុរសម្នាក់នេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដឹងថាគាត់អាចមើលឃើញចំនួនទឹកប្រាក់រង្វាន់នៅលើសន្លឹកឆ្នោតឆ្កូតដើម្បីសាកល្បងថាតើវាជាការពិតឬអត់គាត់បានចំណាយប្រាក់$15ភ្លាមដើម្បីទិញសន្លឹកឆ្នោតមួយប៉ុន្តែនៅពេលដែលគាត់ឆ្កូតវាគាត់ពិតជាឈ្នះរង្វាន់$1 លានភ្លាមតែម្ដងមុនពេលដែលគាត់អាចអាប់អសាទរអតីតមិត្តស្រីរបស់គាត់បានមកដល់ជាមួយមិត្តល្អរបស់នាងបានយល់ច្រឡំថាគាត់ទិញឆ្នោតនេះព្រោះសង្ឃឹមថានឹងឈ្នះរង្វាន់ធំដើម្បីសុំនាងត្រូវគ្នាវិញនាងបានជំរុញឲ្យគាត់ឈប់យល់សប្ទាំងកណ្ដាលថ្ងៃត្រង់ទៀតទៅនាងថែមទាំងនិយាយថាបើគាត់ឈ្នះ$50វាគឺជាអភូតហេតុទៅហើយប៉ុន្តែភ្លាមនោះម្ចាស់តូបលក់ឆ្នោតបានហុចសន្លឹកឆ្នោតរង្វាន់$1 លានឲ្យបុរសនោះអតីតមិត្តស្រីរបស់គាត់មានការស្រឡាំងកាំងយ៉ាងខ្លាំងដោយក្តីស្ដាយក្រោយនាងបានសុំគាត់ត្រូវគ្នាវិញភ្លាមប៉ុន្តែបុរសនោះមិនខ្ចីសំបីតែមើលមុខនាងគាត់បានងាកក្រោយហើយដើរចេញទៅដោយមិនងាកមើលនាងជាលើកទី2ឡើយប៉ុន្តែនៅពេលដែលគាត់ដើរទៅដល់ច្រកចូលតូបលក់ឆ្នោតគាត់បានទទួលទូរស័ព្ទពីមិត្តភក្តិរបស់គាត់បួលទៅស្ទូចត្រីនៅមាត់ទន្លេបន្ទាប់ពីបិទទូរស័ព្ទគាត់បានធ្វើដំណើរទៅមាត់ទន្លេជាមួយដងសន្ទូចរបស់គាត់ប៉ុន្តែភ្លាមនោះគាត់បានប្រទះឃើញមាសដុំធម្មជាតិមួយដុំកប់នៅក្នុងដីដោយមិននឹកស្មានដល់ដើម្បីកុំឲ្យមិត្តភក្តិរបស់គាត់ចាប់អារម្មណ៍គាត់បានរងចាំរហូតដល់មិត្តភក្តិរបស់គាត់ចេញទៅទើបចាប់ផ្ដើមជីកអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺគាត់ពិតជាជីកបានមាសដុំធម្មជាតិដ៏ធំមួយមែនរឿងនេះបានធ្វើឲ្យបុរសនោះមានក្តីរំភើបយ៉ាងខ្លាំងនៅថ្ងៃបន្ទាប់បុរសនោះមិនអាចរងចាំបានឡើយគាត់បានយកមាសដុំនោះទៅកន្លែងដេញថ្លៃគាត់មានគម្រោងលក់វាតាមរយៈការដេញថ្លៃប៉ុន្តែម្ចាស់កន្លែងដេញថ្លៃបានបញ្ជាក់ថាដើម្បីចូលរួមការដេញថ្លៃបានម្នាក់ត្រូវមានដើមទុនយ៉ាងតិច$5 លានបុរសនោះមានក្តីរំភើបក្នុងចិត្តយ៉ាងខ្លាំងគាត់គិតក្នុងចិត្តថាឥឡូវនេះគាត់មានសមត្ថភាពមើលធ្លុះតម្លៃពិតប្រាកដរបស់វត្ថុផ្សេងហើយប្រាក់$5 លានគ្រាន់តែជារឿងពេលវេលាប៉ុណ្ណោះគាត់បានសុំពេលម្ចាស់ហាង5ម៉ោងដោយសន្យាថាគាត់នឹងរកប្រាក់$5 លានឲ្យបានក្នុងពេលនោះបន្ទាប់មកគាត់ក៏បានចាក់ចេញពីទីនោះទៅប៉ុន្តែភ្លាមនៅពេលដែលគាត់ដើរចេញពីកន្លែងដេញថ្លៃគាត់បានភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលបានឃើញត្បូងធំដ៏មានតម្លៃមួយនៅតូក្បែរផ្លូវគាត់បានសួរអ្នកលក់អំពីតម្លៃភ្លាមអ្នកលក់ទាមទារតម្លៃ$10,000ដោយមិនស្ទាក់ស្ទើរបុរសនោះបានបង់ប្រាក់គ្រប់ចំនួនអ្នកលក់គិតថាគាត់បានជួបមនុស្សល្ងងហើយទស្សនវិជ្ជានេះត្រូវបានមើលឃើញដោយម្ចាស់ស្រីនៃកន្លែងដេញថ្លៃនាងក៏ស្មានថាបុរសនោះគ្រាន់តែជាមនុស្សល្ងងដែលមិនដឹងអីដែរនាងបានដើរទៅរកគាត់ភ្លាមហើយសួរថាតើគាត់មិនមានការប្រញាប់ប្រញាល់ពេកទេប៉ុន្តែបុរសនោះបានអះអាងថាអ្វីគ្រប់យ៉ាងគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់គាត់បន្ទាប់មកគាត់បានប្រាប់អ្នកលក់ឲ្យកាត់ថ្មត្បូងនោះនៅពេលដែលថ្មត្រូវបានពុះចេញវាបានបង្ហាញនៅត្បូងថ្មហឺធាន Hethian តម្លៃ$រាប់លាននៅខាងក្នុងទស្សនវិជ្ជានោះបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងភ្លាមអ្នកឈរមើលបាននាំគ្នាដណ្ដើមដេញថ្លៃទិញវាសូម្បីតែម្ចាស់កន្លែងដេញថ្លៃក៏បានផ្ដល់តម្លៃ$5 លានភ្លាមដែរដោយមិនស្ទាក់ស្ទើរបុរសនោះបានលក់វាឲ្យនាងក្នុងតម្លៃនោះតែម្ដងម្ចាស់ហាងបានដឹងភ្លាមថាគាត់មិនមែនជាមនុស្សធម្មតាឡើយគាត់ពិតជាអាចរកប្រាក់បាន$5 លានក្នុងរយៈពេលត្រឹមតែ5ម៉ោងប៉ុណ្ណោះម្ចាស់ស្រីបានរក្សាសម្ដីរបស់នាងហើយបានហុចសម្បត្តិអញ្ជើញដេញថ្លៃឲ្យទៅបុរសនោះនាងបាននិយាយថាមាសដុំធម្មជាតិដែលគាត់យកមកនឹងក្លាយជាវត្ថុដំបូងគេសម្រាប់ការដេញថ្លៃបន្ទាប់ពីបញ្ចប់ព័ត៌មានលម្អិតនៃកិច្ចសហប្រតិបត្តិការបុរសនោះបានមកដល់ច្រកចូលកន្លែងដេញថ្លៃប៉ុន្តែនៅពេលដែលគាត់ហៀបនឹងចូលទៅក្នុងសាលដេញថ្លៃអតីតមិត្តស្រីនិងមិត្តប្រុសថ្មីដែលជាកូនអ្នកមានរបស់នាងក៏បានមកដល់ដែរពួកគេបានសើចចំអកឲ្យគាត់ភ្លាមដោយនិយាយថាគាត់មិនសមនឹងមកទីនេះឡើយពួកគេថែមទាំងនិយាយថាទោះបីជាគាត់ឈ្នះឆ្នោត$1 លានក៏ដោយក៏វាមិនគ្រប់គ្រាន់សម្រាប់តម្លៃដេញថ្លៃអាប់បមាននៅទីនេះដែរប៉ុន្តែភ្លាមនោះម្ចាស់ស្រីនៃកន្លែងដេញថ្លៃបានដើរមកដល់នាងបានពន្យល់ថាអ្នកដែលមានវត្តមានទាំងអស់ត្រូវបានត្រួតពិនិត្យហិរញ្ញវត្ថុរួចរាល់ហើយបុរសម្នាក់នេះពិតជាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីនៅទីនេះបន្ទាប់មកនាងបានជូនគាត់ចូលទៅក្នុងសាលដេញថ្លៃនៅពេលដែលភ្ញៀវទាំងអស់បានមកដល់ម្ចាស់ស្រីបានប្រកាសចាប់ផ្ដើមការដេញថ្លៃជាផ្លូវការវត្ថុដំបូងសម្រាប់ការដេញថ្លៃនៅថ្ងៃនេះគឺមាសដុំធម្មជាតិនេះហែងភ្នែករបស់អតីតមិត្តស្រីរបស់គាត់បានភ្លឺឡើងភ្លាមនាងបានជំរុញឲ្យមិត្តប្រុសអ្នកមានរបស់នាងទិញវាឲ្យនាងភ្លាមកូនអ្នកមានម្នាក់នោះក៏បានយល់ព្រមភ្លាមគាត់បានដេញថ្លៃ$20 លានភ្លាមប៉ុន្តែនៅពេលនោះមិត្តល្អរបស់បុរសនោះបានដេញថ្លៃទៅវិញ$30 លានដោយមិនចង់ចាញ់កូនអ្នកមាននោះបានដេញថ្លៃឡើងដល់$50 លានភ្លាមទោះជាយ៉ាងណាក៏ដោយមិត្តល្អរបស់បុរសនោះមិនបានបន្តដេញថ្លៃទៀតទេផ្ទុយទៅវិញគាត់បានទុកឲ្យកូនអ្នកមាននោះជាអ្នកឈ្នះពេលនោះហើយដែលកូនអ្នកមាននោះដឹងថាខ្លួនចាញ់បោកគេហើយនេះគ្រាន់តែជាការចាប់ផ្ដើមទេនៅពេលដែលញួរដេញថ្លៃបានទម្លាក់ចុះម្ចាស់ស្រីបានក្រោកឈរឡើងហើយប្រកាសថាមាសដុំនោះជារបស់បុរសម្នាក់នេះនាងបានអរគុណកូនអ្នកមាននោះសម្រាប់ការគាំទ្រការដេញថ្លៃនេះអតីតមិត្តស្រីរបស់គាត់មានការស្រឡាំងកាំងភ្លាមនាងមិនជឿថាគាត់មានមាសដុំធម្មជាតិដ៏ធំបែបនេះឡើយប៉ុន្តែបុរសនោះគ្រាន់តែឆ្លើយថានាងមិនបានស្គាល់គាត់ច្បាស់ឡើយភ្លាមនោះវត្ថុទី2នៃការដេញថ្លៃត្រូវបានយកចេញមកវាគឺជាថ្មត្បូងមរកតដែលទំនងជាអាចផ្ដល់នៅត្បូងមរកលំដាប់ខ្ពស់បំផុតតម្លៃចាប់ផ្ដើមដេញថ្លៃគឺ$5 សែនបុរសនោះបានប្រើភ្នែកទិព្វរបស់គាត់ភ្លាមគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដឹងថាវាគឺជាត្បូងមរកពណ៌បៃតងអធិរាជដែលមានតម្លៃ$30 លានប៉ុន្តែភ្ញៀវដែលនៅខាងក្រោមហាក់ដូចជាមិនចាប់អារម្មណ៍នឹងធ្មនោះឡើយសូម្បីតែអ្នកដេញថ្លៃក៏ជឿថាវត្ថុនេះនឹងលក់មិនដាច់ដែរនៅពេលដែលគាត់រៀបនឹងប្រកាសថាវត្ថុនេះលក់មិនដាច់បុរសនោះបានដេញថ្លៃ$510,000ភ្លាមគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមិត្តល្អរបស់គាត់បានជំរុញឲ្យគាត់កុំប្រញាប់ប្រញាល់ពេកប៉ុន្តែបុរសនោះមើលទៅមានទំនុកចិត្តយ៉ាងខ្លាំងដោយអះអាងថាគាត់មិនអាចច្រឡំឡើយទោះជាយ៉ាងណាក៏ដោយកូនអ្នកមាននោះបាននិយាយថាវាគ្រាន់តែជាថ្មដែលគ្មានតម្លៃប៉ុណ្ណោះគាត់បាននិយាយថាគាត់មិនដែលឃើញថ្មធំបែបនេះផ្ដល់ត្បូងមរកតឡើយបុរសនោះមិនបានខ្វល់ពីសម្ដីរបស់គាត់ឡើយនៅពេលនោះអ្នកដេញថ្លៃបានប្រកាសថាបុរសនោះគឺជាអ្នកឈ្នះការដេញថ្លៃក្នុងតម្លៃ$510,000ប៉ុន្តែកូនអ្នកមាននោះមិនទាន់ឈប់ឡើយគាត់បានបួលបុរសនោះឲ្យកាត់ថ្មនោះនៅទីនេះភ្លាមតែម្ដងគាត់ចង់ឃើញបុរសនោះខ្មាស់គេយ៉ាងខ្លាំងអតីតមិត្តស្រីរបស់គាត់ថែមទាំងនិយាយថាបើថ្មនោះពិតជាមានត្បូងមែននាងនឹងលុតជង្គង់ប្រុសដូចឆ្កែកូនអ្នកមាននោះបានក្រោកឈរឡើងហើយចង់ភ្នាល់ជាមួយបុរសនោះបើថ្មនោះគ្មានត្បូងទេបុរសនោះត្រូវលុតជង្គង់ហៅគាត់ថាប៉ា3ដងប៉ុន្តែបើមានត្បូងមែនគាត់នឹងវាចេញពីទីនេះបុរសនោះបានយល់ព្រមភ្លាមហើយនិយាយថាអ្នកណាដែលដកសម្ដីគឺជាឆ្កែបន្ទាប់មកគាត់បានប្រាប់បុគ្គលិកឲ្យកាត់ថ្មនោះនៅពេលដែលថ្មត្រូវបានពុះចេញហ្វូងមនុស្សទាំងមូលបានភ្ញាក់ផ្អើលយ៉ាងខ្លាំង
នៅខាងក្នុងគឺជាត្បូងមរកពណ៌បៃតងអធិរាជដែលមានតម្លៃរាប់លានដុល្លារកូនអ្នកមាននោះមានការភ័យស្លន់ស្លោយ៉ាងខ្លាំង